នេះគឺជាពេលវេលាដែលស្ដេចស្វាស៊ុនអ៊ូខុងត្រូវបានដោះលែងក្រោយពេលត្រូវបានសង្កត់នៅក្រោមភ្នំអស់រយៈពេល500ឆ្នាំព្រះសង្ឃថាងជេងបានមកដល់ទីនេះដើម្បីនិយាយលក្ខខណ្ឌជាមួយនឹងស៊ុនអ៊ូខុងបន្ទាប់ពីដោះលែងស៊ុនអ៊ូខុងត្រូវតែរួមដំណើរជាមួយព្រះសង្ឃថាងជេងដើម្បីចម្លងធម៌ទៅកាន់លោកខាងលិចចំពោះស៊ុនអ៊ូខុងមិនខ្វល់ពីលក្ខខណ្ឌអ្វីទាំងអស់រឿងដែលសំខាន់គឺត្រូវដោះលែងគេឲ្យមានសេរីភាពឲ្យបានលឿនបំផុតបន្ទាប់មកព្រះសង្ឃថាងជេងបានយកកងពាក់លើក្បាលរបស់ស៊ុនអ៊ូខុងរួចហើយស្រាយត្រាសង្កត់ដែលធ្វើឲ្យស៊ុនអ៊ូខុងត្រូវបានដោះលែងនៅពេលនេះក្រោយពេលស៊ុនអ៊ូខុងមានសេរីភាពឡើងវិញម្ដងទៀតគេពិតជារីករាយយ៉ាងខ្លាំងថែមទាំងបានកំទេចភ្នំដែលបានសង្កត់គេដើម្បីបញ្ចេញកំហឹងមិននឹកស្មានថាស៊ុនអ៊ូខុងមិនបានគោរពលក្ខខណ្ឌមុននេះទេមិនត្រឹមតែមិនរួមដំណើរជាមួយស៊ុនអ៊ូខុងថែមទាំងបញ្ចេញសកម្មភាពមិនសមរម្យទៅកាន់ព្រះសង្ឃថាងជេងទៀតបន្ទាប់ពីបានឃើញបែបហ្នឹងព្រះសង្ឃថាងជេងបានសូត្របាលីធ្វើឲ្យកងដែលពាក់នៅលើក្បាលរបស់ស៊ុនអ៊ូខុងរឹតក្បាលរបស់គេធ្វើឲ្យស៊ុនអ៊ូខុងឈឺចាប់យ៉ាងខ្លាំងស្ទើរតែមិនអាចទ្រាំបានស្របពេលនឹងព្រះម៉ែផ្កាឈូកក៏បានមកដល់ហើយបានផ្ដល់ដំបូន្មាននិងណែនាំដល់ស៊ុនអ៊ូខុងពេលនេះស៊ុនអ៊ូខុងមិនហ៊ានប្រឆាំងអ្វីទាំងអស់គេព្រមធ្វើជាសិស្សរបស់ព្រះសង្ឃថាងជេងហើយរួមដំណើរជាមួយលោកគ្រូទៅកាន់លោកខាងលិចនៅកន្លែងផ្សេងទៀតស្រីស្អាតមួយក្រុមកំពុងតែបង្អួតសម្រស់ទៅកាន់បុរសមួយក្រុមឲ្យពួកគេឆ្លុះវង្វេងហើយទៅតាមពួកនាងក្រោយមកយើងក៏បានដឹងថាស្រីស្អាតទាំងនេះគឺជាបិសាចពីងពីងហើយបុរសមួយក្រុមនោះបានក្លាយទៅជាចំណីរបស់ពួកគេនៅពេលនេះស្ដេចពីងពីងយៈក៏បានបង្ហាញខ្លួននិងបានបញ្ជាឲ្យសៅឈីទៅតាមដានដំណើររបស់ព្រះសង្ឃថាងជេងព្រោះស្ដេចពីងពីងយៈបានឮមកថាព្រះសង្ឃថាងជេងនឹងចម្លងធម៌មកដល់ទីនេះក្នុងពេលឆាប់នៅតាមផ្លូវព្រះសង្ឃថាងជេងក៏ទទួលបានសិស្សម្នាក់ទៀតហើយព្រះសង្ឃថាងជេងបានដាក់ឈ្មោះឲ្យគេថាវូជីងគេបានរងចាំលោកគ្រូហើយពេលនេះក៏បានបន្តដំណើរទាំងអស់គ្នាពេលដែលធ្វើដំណើរទៅដល់តំបន់មួយលោកគ្រូនិងកូនសិស្សត្រូវសម្រាកទទួលទានអាហារមិននឹកស្មានថាស៊ុនអ៊ូខុងបានប្រដៅទៅកាន់ពួកគេប៉ុន្មានអ្នកដែលនៅទីនេះព្រោះតែពួកគេបានធ្វើសកម្មភាពមិនសមរម្យទៅកាន់ស៊ុនអ៊ូខុងក្រោយពេលបានឃើញបែបនេះលោកគ្រូបានហាមស៊ុនអ៊ូខុងយ៉ាងខ្លាំងបន្ទាប់មកស៊ុនអ៊ូខុងក៏បានឃើញបិសាចនៅក្បែរនេះគឺជាសៅឈីនិងគ្នារបស់នាងដែលមកតាមដានហើយបើទោះបីជាពួកគេរត់លឿនយ៉ាងណាក៏មិនអាចរត់គេចពីស៊ុនអ៊ូខុងបានដែរក្រោយពេលចាប់បានពួកគេទាំងពីរស៊ុនអ៊ូខុងមានគំនិតសម្លាប់ពួកគេប៉ុន្តែលោកគ្រូបានមកទាន់និងហាមឃាត់ក្នុងនាមជាអ្នកចម្លងធម៌មិនគួរសម្លាប់ធម្មជាតិដែលមានជីវិតគួរតែណែនាំពួកគេបិសាចក៏មិនមែនអាក្រក់ទាំងអស់ដែរប៉ុន្តែស៊ុនអ៊ូខុងនៅតែចង់សម្លាប់ពួកគេដែលធ្វើឲ្យលោកគ្រូត្រូវបង្ខំចិត្តគំរាមថានឹងសូត្របាលីម្ដងទៀតហើយពេលនឹងស៊ុនអ៊ូខុងនៅតែព្យាយាមសម្លាប់បិសាចប្រុសម្នាក់ដែលធ្វើឲ្យលោកគ្រូត្រូវតែសូត្របាលីនៅក្នុងកំឡុងពេលដែលស៊ុនអ៊ូខុងរងនៅការឈឺចាប់សៅឈីក៏បានចាក់ចេញពីទីនេះពេលទៅដល់រូងភ្នំសៅឈីក៏បានរៀបរាប់អំពីរឿងដែលនាងបានជួបមុននេះប្រាប់ទៅកាន់ពីងពីងយៈក្រោយមកពីងពីងយៈបាននិយាយថាសមត្ថភាពរបស់ស៊ុនអ៊ូខុងគឺមិនធម្មតាដូច្នេះហើយត្រូវតែរៀបចំផែនការឲ្យបានល្អសម្រាប់ទទួលពួកគេក្រោយមកព្រះសង្ឃថាងជេងបានចម្លងធម៌ទៅដល់ពិធីមង្គលការមួយហើយអ្នកនៅទីនោះក៏បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅពេលយប់ឡើងបុរសកាម៉ាប់ដែលត្រូវជាពូរបស់កូនកំលោះបានលួចចូលទៅចាត់ការស៊ុនអ៊ូខុងប៉ុន្តែត្រូវបរាជ័យព្រោះថាស៊ុនអ៊ូខុងបានដឹងមុនបាត់ទៅហើយស៊ុនអ៊ូខុងបានសម្លាប់បុរសកាម៉ាប់ក្រោយមកបានប្រែក្លាយជារូបរាងដើមគឺជាបិសាចជ្រូកកូនកំលោះបានមកទាន់និងបានឃើញថាស៊ុនអ៊ូខុងជាអ្នកសម្លាប់ពូរបស់គេពិតជាខឹងខ្លាំងណាស់ហើយបានប្រយុទ្ធជាមួយនឹងស៊ុនអ៊ូខុងដើម្បីសងសឹកគេបានបញ្ចេញរនាស់របស់គេដើម្បីចាត់ការស៊ុនអ៊ូខុងប៉ុន្តែវាមិនងាយស្រួលនោះទេក្រោយពេលចំណាយកម្លាំងអស់គួសមកូនកំលោះបានដឹងថាគេមិនអាចយកឈ្នះស៊ុនអ៊ូខុងបានទេស្របពេលនឹងលោកគ្រូគេងមើលដើរចេញមកក្រៅកូនកំលោះក៏បានហក់ទៅចាត់ការលោកគ្រូតែស៊ុនអ៊ូខុងព្យាយាមការពារលោកគ្រូរបស់គេស៊ុនអ៊ូខុងបានប្រើប្រាស់ក្បាច់គុណយ៉ាងរហ័សរបស់គេក្រៅពីអាចការពារលោកគ្រូគេក៏អាចចាត់ការទៅកាន់កូនកំលោះបានទៀតផងសំខាន់គឺថាបន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ទៅហើយលោកគ្រូនៅតែមិនទាន់ដឹងខ្លួនពីការកេងបន្ទាប់ពីនឹងកូនកំលោះបានរត់ទៅរកកូនក្រមុំដែលមានឈ្មោះថាយូអ៊ីហើយបានប្រាប់ថាពួកគេទាំងពីរប្រហែលជាមិនអាចរៀបការបាននោះទេរូបរាងដើមរបស់កូនកំលោះក៏បានចេញមកបណ្ដាពូរបស់គេគឺជាជ្រូកក្មួយប្រុសក៏ត្រូវតែជាជ្រូកដែរហើយយើងក៏បានដឹងនៅពេលនេះថាកូនកំលោះគឺជាប៉ាជេព្រះសង្ឃថាងជេងក៏បានបង្ហាញឲ្យដឹងថារវាងពួកគេទាំងពីរគ្មាននិស្ស័យទៅមុខទេព្រោះតែនិស្ស័យរបស់ប៉ាជេគឺត្រូវទៅចម្លងធម៌
ក្រោយមកប៉ាជេទទួលការគោរពលោកគ្រូនិងរួមដំណើរចម្លងធម៌ទៅកាន់លោកខាងលិចនៅតាមផ្លូវប៉ាជេបាននឹកទៅដល់ស្នេហារបស់គេជាមួយយូអ៊ីគេពិតជាពិបាកកាត់ចិត្តពីនាងខ្លាំងណាស់ព្រលឹងពូរបស់គេក៏បានបង្ហាញវត្តមាននៅទីនេះនិងបានចូលទៅរស់នៅក្នុងពោះរបស់ប៉ាជេចំពោះយូអ៊ីនាងក៏មិនអាចបំភ្លេចប៉ាជេបានដែរហើយនាងក៏បានសម្រេចចិត្តចាកចេញពីផ្ទះពេលដើរដល់ពាក់កណ្ដាលព្រៃលោកគ្រូបានប្រើឲ្យប៉ាជេទៅដងទឹកប៉ាជេក៏បានជួបជាមួយក្រុមបិសាចពីងពីងកំពុងបង្ហាញសម្រស់នៅទីនេះសម្រាប់ប៉ាជេគេគឺជាសុភាពបុរសនិងស្មោះតែចំពោះយូអ៊ីម្នាក់ប៉ុណ្ណោះប៉ុន្តែពូរបស់គេដែលនៅក្នុងពោះមិនអាចឲ្យឱកាសមួយនេះកន្លងផុតនោះទេគឺបានប្រើប្រាស់រាងកាយរបស់ប៉ាជេហើយដើរចូលទៅកំសាន្តជាមួយស្រីស្អាតយូអ៊ីបានមកដល់ទីនេះនាងបានយល់ច្រឡំថាគ្រប់យ៉ាងគឺជាទង្វើរបស់ប៉ាជេធ្វើឲ្យនាងមានអារម្មណ៍អន់ចិត្តជាខ្លាំងក្រោយពេលប៉ាជេបានឃើញបែបហ្នឹងគេបានរត់ទៅតាមយូអ៊ីប៉ុន្តែទៅមិនទាន់ហើយពេលនេះយូអ៊ីត្រូវបានក្រុមបិសាចបញ្ឆោតនាងឲ្យទៅជាមួយពួកគេបន្ទាប់មកប៉ាជេក៏បានត្រឡប់មកវិញសិស្សពីរនាក់ទៀតក៏បានបន្ទោសថាគេទៅយូរខ្លាំងណាស់ក្រោយមកក្រុមចម្លងធម៌ក៏បានជួបប្រទះហេតុការណ៍មួយនារីម្នាក់បានស្រែកឲ្យជួយនៅពេលដែលជើងរបស់នាងជាប់អង្គប់ហើយនេះគឺជាល្បិចដែលស្ដេចពេញពីងបញ្ជាឲ្យសៅឈីធ្វើស៊ុនអ៊ូខុងមានអារម្មណ៍ថាស្ថានភាពនេះមិនស្រួលនោះទេសុភាពបុរសប៉ាជេបានជួយដល់នារីម្នាក់នេះហើយពួកគេបានជូននាងត្រឡប់ទៅផ្ទះវិញយើងក៏បានដឹងថានាងគឺជាអ្នកនាងនៅក្នុងគ្រួសារមួយម្ដាយរបស់នាងបានទទួលស្វាគមន៍ភ្ញៀវជាពិសេសអាហារគ្រប់យ៉ាងដែលនៅលើតុគឺត្រូវបាននិម្មិតឡើងពីឆ្អឹងខ្មោចស៊ុនអ៊ូខុងបើកភ្នែកទិព្វរបស់គេនិងបានឃើញថាគ្រប់យ៉ាងនៅទីនេះសុទ្ធតែជាទង្វើរបស់បិសាចហើយស៊ុនអ៊ូខុងក៏បានសម្លាប់ទៅកាន់បិសាចទាំងអស់នេះក្រោយមកក្រុមបិសាចបានចេញពីក្នុងខ្លួនរបស់អ្នកបម្រើទាំងអស់ធ្វើឲ្យគ្រប់យ៉ាងបង្ហាញថាស៊ុនអ៊ូខុងបានសម្លាប់មនុស្សផ្ដេសផ្ដាសប៉ាជេពិតជាហួសចិត្តនឹងទង្វើរបស់ស៊ុនអ៊ូខុងមែនទែនធ្វើឲ្យពួកគេទាំងពីរកើតមានការប្រយុទ្ធគ្នាម្ដងទៀតឆ្លៀតឱកាសនេះបិសាចស្រីបានលួចចាត់ការទៅកាន់លោកគ្រូប៉ុន្តែស៊ុនអ៊ូខុងបានជួយទាន់ពេលដែលធ្វើឲ្យលោកគ្រូកាន់តែយល់ច្រឡំថែមទៀតស៊ុនអ៊ូខុងព្យាយាមបកស្រាយថាគ្រប់យ៉ាងគឺជាបិសាចនិងបានបង្ហាញឲ្យលោកគ្រូឃើញថាអាហារទាំងនេះគឺជាឆ្អឹងខ្មោចលោកគ្រូបាននិយាយថាទោះបីជាយ៉ាងណាស៊ុនអ៊ូខុងមិនគួរសម្លាប់គ្រប់គ្នាបែបនេះដែរគាត់មិនអាចទទួលយកទង្វើរបស់ស៊ុនអ៊ូខុងបានទៀតទេនិងបានដេញឲ្យស៊ុនអ៊ូខុងចាក់ចេញទៅហើយស៊ុនអ៊ូខុងបានចាក់ចេញទាំងកំហឹងដែលលោកគ្រូមិនយល់ពីចិត្តណាល្អរបស់គេផែនការបន្ទាប់របស់ស្ដេចពីងពីងយៈគឺបានឲ្យបិសាចសន្ធិដ្ឋក្នុងខ្លួនរបស់យូអ៊ីហើយចូលទៅបោកបញ្ឆោតប៉ាជេក្រោយពេលពួកគេទាំងពីរបានជួបគ្នាបិសាចព្យាយាមបញ្ឆោតប៉ាជេឲ្យទៅតាមនាងប៉ុន្តែប៉ាជេបានបញ្ជាក់ថានិស្ស័យរបស់ពួកយើងគឺអស់ហើយស្របពេលនឹងក្រុមបិសាចបានបង្ហាញខ្លួនដើម្បីចាប់លោកគ្រូនិងវូជីងយកទៅហើយបិសាចស្រីក៏បានឆ្លៀតឱកាសចាត់ការទៅកាន់ប៉ាជេព្រលឹងពូរបស់គេដែលបានលាក់ខ្លួននៅក្នុងសត្វឆ្កែបានចេញមុខជួយដល់ក្មួយប្រុសនិងបានប្រាប់ថាបិសាចគឺស្ថិតនៅក្នុងខ្លួនរបស់យូអ៊ីបិសាចស្រីបាននិយាយថាបានដឹងពេលនេះហួសពេលទៅហើយប៉ាជេបានប្រាប់ទៅកាន់ពូរបស់គេថាគេមិនអាចដាច់ចិត្តចាត់ការទៅកាន់មនុស្សស្រីដែលគេស្រឡាញ់បានទេប៉ុន្តែពូរបស់គេបានផ្ដល់យោបល់គឺប្រើប្រាស់ស្លឹកត្រចៀករបស់ប៉ាជេដើម្បីបិទភ្នែកហើយក៏ប្រយុទ្ធជាមួយនឹងបិសាចនិងបានសម្លាប់បិសាចដែលនៅក្នុងខ្លួនរបស់យូអ៊ីនៅពេលនេះលោកគ្រូត្រូវបានឃុំទុកក្នុងរូងភ្នំដើម្បីរង់ចាំពេលវេលាល្អសៅឈីមិនមែនជាបិសាចអាក្រក់នោះទេប៉ុន្តែនាងក៏គ្មានលទ្ធភាពជួយដល់លោកគ្រូដែរស្រួលមិនស្រួលស្ដេចពីងពីងយៈស៊ីទាំងនាងថែមទៀតចំពោះស្ដេចស្វាស៊ុនអ៊ូខុងគេបានទៅដល់វិមានរបស់គេវិញតែចិត្តរបស់គេនៅមិនស្ងប់នោះទេភ្លាមនឹងកងនៅលើក្បាលក៏បានរឹតក្បាលគេម្ដងទៀតនោះក៏ដោយសារតែលោកគ្រូបានសូត្របាលីបន្ទាប់មកស៊ុនអ៊ូខុងបានបើកភ្នែកទិព្វរបស់គេហើយបានឃើញថាលោកគ្រូស្ថិតនៅក្នុងភាពគ្រោះថ្នាក់គេក៏បានទៅជួយលោកគ្រូតែម្ដងពូរបស់ប៉ាជេបានចូលទៅក្នុងខ្លួនរបស់យូអ៊ីដើម្បីបោកប្រាស់ពីងពីងយៈថាចាប់ប៉ាជេបានហើយពីងពីងយៈបានបញ្ជាឲ្យនាំយកប៉ាជេទៅឃុំទុកចូលទៅដល់ខាងក្នុងក៏បានជួបគ្នាជាមួយលោកគ្រូនិងបាននាំគ្នាប្រញាប់រត់ចេញពីទីនេះដែលមានសៅឈីជាអ្នកនាំផ្លូវភ្លាមស្រាប់តែស្ដេចពីងពីងយៈបានបង្ហាញខ្លួននិងបានចាត់ការទៅកាន់សៅឈីស៊ុនអ៊ូខុងក៏បានបង្ហាញខ្លួនដើម្បីជួយដល់ពួកគេដោយបានទប់ទល់ជាមួយនឹងស្ដេចពីងពីងលោកគ្រូពិតជារំភើបក្រោយពេលបានឃើញស៊ុនអ៊ូខុងត្រឡប់មកវិញហើយសិស្សពីរនាក់ទៀតត្រូវប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់ពីងពីងយៈបានប្រែកាយយ៉ាងធំដើម្បីចាត់ការស៊ុនអ៊ូខុងហើយការប្រយុទ្ធគ្នារវាងពួកគេទាំងពីរគឺស៊ុនអ៊ូខុងមិនអាចយកឈ្នះពីងពីងយៈបានទេព្រោះតែគេរកចំណុចខ្សោយមិនឃើញ
ក្រោយមកស៊ុនអ៊ូខុងក៏បានហោះចូលទៅក្នុងពោះរបស់ពីងពីងយៈពេលបានឃើញបែបហ្នឹងនារីពីរនាក់ទៀតបានចូលទៅជួយដោយចាប់ជើងរបស់ពីងពីងយៈនៅពេលនឹងសិស្សពីរនាក់ទៀតបានប្រឹងប្រែងអស់កម្លាំងពីខ្លួនដើម្បីសម្លាប់កូនចៅរបស់ពីងពីងយៈចំណែកឯនារីពីរនាក់ត្រូវបានពីងពីងយៈចាក់ត្រូវពួកគេទាំងពីរក្រោយពេលបានឃើញបែបហ្នឹងព្រះសង្ឃថាងជេងរន្ធត់ចិត្តណាស់ព្រោះដឹងថាពួកគេទាំងពីរប្រឈមមុខនឹងការស្លាប់ពូរបស់ប៉ាជេបានស្លាប់ម្ដងទៀតធ្វើឲ្យគាត់ត្រូវរលាយព្រលឹងចំណែកឯសៅឈីក៏បានរលាយដូចគ្នាបន្ទាប់មកសិស្សទាំងពីរបានចូលទៅចាត់ការពីងពីងយៈប៉ុន្តែត្រូវបានឃ្ទាតចេញមកវិញទាំងពីរពីងពីងយៈបានខ្ជាក់ស៊ុនអ៊ូខុងចេញមកនិងប្រើសូត្រដើម្បីសង្កត់ស៊ុនអ៊ូខុងជាប់លោកគ្រូចាប់ផ្ដើមសូត្រធម៌របស់គាត់ហើយក៏ស្រាប់តែមានពន្លឺពណ៌មាសចេញមកនិងបានសង្កត់ទៅលើបិសាចពីងពីងយៈហើយសិស្សទាំង3បានចូលទៅចាត់ការពីងពីងយៈព្រមគ្នាធ្វើឲ្យពីងពីងយៈត្រូវបានរលាយនៅពេលនេះក្រោយមកពួកគេបានរៀបចំសាកសពចំពោះអ្នកដែលបានស្លាប់ទៅហើយព្រះសង្ឃថាងជេងនិងសិស្សទាំង3នាក់បានបន្តដំណើរទៅមុខទៀតរឿងរបស់យើងបានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នា